ស្ថាបនិកពានរង្វាន់សន្តិភាពដ៏ល្បីល្បាញបំផុតលើលោកត្រូវបានគេដាក់រហស្សនាមថាអាជីវករនៃសេចក្តីស្លាប់ The Merchant of Death អ្វីដែលរន្ធត់បំផុតនោះគឺលោកបានឃើញពាក្យទាំងនោះនៅក្នុងសេចក្តីប្រកាសមរណភាពរបស់ខ្លួនទាំងដែលលោកមិនទាន់ទាំងស្លាប់ផងតើបុគ្គលនោះជានរណាហេតុអ្វីបានជាគេហៅគាត់ថាអាជីវករនៃសេចក្តីស្លាប់ជីវិតកុមារភាពដ៏ក្រីក្រនៅឆ្នាំ1833នាទីក្រុង Stockholm ប្រទេសស៊ុយអែត Alfred Nobel ដែលមានរូបរាងតូចល្អិតនិងសុខភាពខ្សោយបានកើតនៅក្នុងគ្រួសារអ្នកច្នៃប្រឌិតមួយគ្មានអ្នកណាអាចស្មានដល់ឡើយថាក្មេងប្រុសដ៏ស្ងប់ស្ងាត់ម្នាក់នេះនឹងធំដឹងក្តីឡើងដើម្បីបង្កើតគ្រឿងផ្ទុះដ៏មានអានុភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិហើយថែមទាំងជាស្ថាបនិកពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនៅលើសកលលោកផងដែរប៉ុន្តែមាគ៌ារវាងមរតកទាំងពីរនេះត្រូវបានកសាងឡើងនៅលើសោកនាដកម្មកំហុសឆ្គងនិងស្រមោលដ៏អាក្រក់ដែលតាមលងបន្លាចរូបគាត់ស្ទើរពេញមួយជីវិតកុមារភាពរបស់ Alfred Nobel ត្រូវបានហុំព័ទ្ធដោយភាពមិនច្បាស់លាស់ទោះបីជាឪពុករបស់លោក Immanuel ជាវិស្វករដ៏មានទេពកោសល្យប៉ុន្តែវិបត្តិហិរញ្ញវត្ថុបានរុញច្រានគ្រួសារនេះឲ្យធ្លាក់ក្នុងភាពក្រីក្រដោយក្តីអស់សង្ឃឹមឪពុករបស់លោកបានសម្រេចចិត្តចាកចេញទៅប្រទេសរុស្ស៊ីដើម្បីចាប់ផ្ដើមអាជីវកម្មគ្រឿងយុទ្ធភ័ណ្ឌនៅទីក្រុង Saint Petersburg Alfred បានទទួលការលូតលាស់ក្នុងពិភពនៃការសិក្សាហើយអាចនិយាយបាន5ភាសាយ៉ាងស្ទាត់ជំនាញតាំងពីអាយុ17ឆ្នាំប៉ុន្តែក្រោមភាពឆ្លាតវៃនេះលោកគឺជាក្មេងប្រុសដែលមានសុខភាពខ្សោយឯកោនិងចូលចិត្តជាខ្លាំងនៅក្នុងពិភពអក្សរសាស្ត្រ Alfred ស្រមៃចង់ក្លាយជាអ្នកនិពន្ធកំណាព្យប៉ុន្តែជោគវាសនាដែលឪពុកគាត់បានកំណត់គឺខុសគ្នាស្រឡះអនាគតរបស់លោកគឺស្ថិតនៅលើគ្រឿងផ្ទុះទៅវិញងប់ងល់នឹងនីត្រូក្លីសេរីននៅពាក់កណ្ដាលសតវត្សទី19សារធាតុគីមីរាវដូចទឹកម្យ៉ាងឈ្មោះនីត្រូក្លីសេរីនត្រូវបានគេស្គាល់ថាជាគ្រឿងផ្ទុះដែលមានឥទ្ធិពលបំផ្លិចបំផ្លាញដ៏មហិមាហើយវាក៏ជាអាវុធដែលកាចសាហាវបំផុតផងដែរវាជាវត្ថុមិនមានស្ថិរភាពងាយរងប្រតិកម្មនិងអាចឆក់យកជីវិតមនុស្សបានគ្រប់ពេលរហូតធ្វើឲ្យអ្នកវិទ្យាសាស្ត្រភាគច្រើនញញើតមិនហ៊ាននៅក្បែរប៉ុន្តែសម្រាប់ Alfred Nobel វាមិនមែនជាការគំរាមកំហែងនោះទេវាគឺជាបដិវត្តន៍លោកជឿថាវាអាចជួយពុះភ្នំដើម្បីធ្វើផ្លូវរូងក្រោមដីនិងសាងសង់ផ្លូវដែកក្នុងល្បឿនលឿនដែលពិភពលោកមិនធ្លាប់ឃើញទោះជាយ៉ាងណាការព្យាយាមគ្រប់គ្រងវាប្រៀបបាននឹងការចាប់រន្ទះដាក់ក្នុងដបបើផ្្លាត់មានកំហុសតែបន្តិចសារធាតុនោះនឹងផ្ទុះហើយធ្វើឲ្យគ្រប់យ៉ាងរលាយសាបសូន្យក្នុងមួយពព្រិចភ្នែកការផ្ទុះដែលធ្វើឲ្យផ្លាស់ប្ដូរជីវិត Alfred នៅឆ្នាំ1864សោកនាដកម្មដ៏រន្ធត់មួយបានវាយប្រហារគ្រួសារ Nobel បន្ទុះដ៏សាហាវមួយបានកក្រើករោងចក្ររបស់ពួកគេនៅក្នុងទីក្រុង Stockholm បំផ្លិចបំផ្លាញអគារទាំងមូលឲ្យคล้ายទៅជាផេះផង់ក្នុងចំណោមកម្មករដែលបានបាត់បង់ជីវិតមានម្នាក់គឺជាប្អូនប្រុសបង្កើតរបស់ Alfred គឺ Emil មហន្តរាយនេះបានធ្វើឲ្យរញ្ជួយទូទាំងប្រទេសស៊ុយអែតរហូតរដ្ឋាភិបាលសម្រេចហាមឃាត់រាល់ការពិសោធន៍គ្រឿងផ្ទុះនៅក្នុងបរិវេណទីក្រុងប៉ុន្តែ Alfred មិនបានព្រមបោះបង់ឡើយផ្ទុយទៅវិញគាត់មានការតាំងចិត្តមោះមុតជាងមុនប្រៀបដូចជាគាត់ចង់យកជ័យជំនះលើគ្រោះថ្នាក់នេះដើម្បីជាការសងគុណនិងផ្ដល់តម្លៃដល់ការបាត់បង់ប្អូនប្រុសរបស់គាត់ដើមកំណើតរំសេវក្រោយពិសោធន៍រាប់មិនអស់បរាជ័យម្ដងហើយម្ដងទៀតនឹងការប្រឈមមុខនឹងសេចក្តីស្លាប់ជាច្រើនដងដើម្បីធ្វើឲ្យសារធាតុនីត្រូក្លីសេរីនមានស្ថិរភាពនិងមិនឆាប់ផ្ទុះងាយៗនៅឆ្នាំ1867 Alfred Nobel បានបង្កើតរំសេវ Dynamite ជាស្ថាពរតាមរយៈការលាយនីត្រូក្លីសេរីនជាមួយសារធាតុម្យ៉ាងទៀតដូចដីឥដ្ឋដែលលោកបានធ្វើឲ្យគ្រឿងផ្ទុះដ៏កាចសាហាវនេះមានស្ថិរភាពនិងមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនវាគឺជាបដិវត្តន៍ដ៏អស្ចារ្យ Dynamite ឬរំសេវបានក្លាយជាកម្លាំងចលករក្នុងការសាងសង់ផ្លូវថ្នល់ផ្លូវដែកនិងផ្លូវរូងក្រោមដីដែលរុញច្រានយុគសម័យឧស្សាហកម្មឲ្យលោតផ្លោះទៅមុខយ៉ាងលឿនAlfred ក្លាយជាមហាសេដ្ឋីដែលមានរោងចក្រក្នុងប្រទេសជាង20និងកាន់កាប់ប៉ាតង់ជាង350នៅក្នុងដៃប៉ុន្តែវត្ថុដែលលោកបានបង្កើតមកដើម្បីសាងសង់ស្ពានក៏អាចបំផ្លាញកងទ័ពបានដែររំសេវបានប្រែក្លាយសង្គ្រាមឲ្យទៅជាសមរភូមិឧស្សាហកម្មដែលបំផ្លិចបំផ្លាញខ្លាំងក្លាជាងមុន
ហើយបន្តិចម្ដងឈ្មោះរបស់លោកដែលធ្លាប់ជាតំណាងនៃវឌ្ឍនភាពបានប្រែទៅជាផ្សារភ្ជាប់ជាមួយនឹងការបំផ្លិចបំផ្លាញទៅវិញអាជីវករនៃសេចក្តីស្លាប់ក្នុងឆ្នាំ1888ព្រឹត្តិការណ៍ដ៏ចម្លែកមួយបានកើតឡើង Ludwig ដែលជាបងប្រុសរបស់ Alfred បានទទួលមរណភាពនៅប្រទេសបារាំងប៉ុន្តែកាសែតមួយបានចុះផ្សាយខុសយ៉ាងធ្ងន់ធ្ងរដោយច្រឡំថា Alfred ជាអ្នកស្លាប់កាសែតនោះបានចុះផ្សាយសេចក្តីប្រកាសមរណភាពរបស់លោកក្នុងចំណងជើងដ៏គ្រោកគ្រាតថាអាជីវករនៃសេចក្តីស្លាប់បានទទួលមរណភាពហើយអត្ថបទនោះបានរិះគន់ Alfred យ៉ាងចាស់ដៃគាត់ក្លាយជាមហាសេដ្ឋីបានក៏ដោយសារតែស្វែងរកវិធីសម្លាប់មនុស្សឲ្យបានកាន់តែច្រើននិងរហ័សបំផុត Alfred ដែលមានជីវិតរស់នៅឡើយបានអង្គុយអានពាក្យពេចន៍ជេរប្រមាថលើខ្លួនឯងទាំងស្រឡាំងកាំងគាត់បានឃើញយ៉ាងច្បាស់ថាពិភពលោកនឹងចងចាំរូបលោកជាមនុស្សបែបណាមិនមែនជាអ្នកវិទ្យាសាស្ត្រឬជាអ្នកច្នៃប្រឌិតឡើយប៉ុន្តែជាមេឈ្មួញនៃសេចក្តីស្លាប់រូបភាពនេះបានតាមលងបន្លាចនិងដក់ជាប់ក្នុងចិត្តរបស់លោករហូតមកបុរសដ៏ឯកាទោះបីជា Alfred គ្រប់គ្រងទ្រព្យសម្បត្តិដ៏ច្រើនមហិមាយ៉ាងណាក៏ដោយក៏ជីវិតពិតរបស់លោកពោរពេញដោយភាពឯកាលោករស់នៅដោយគ្មានគូស្រករគ្មានគ្រួសារនិងមានមិត្តភក្តិជិតស្និទ្ធតិចតួចបំផុតសុខភាពរ៉ាំរ៉ៃនិងជំងឺធ្លាក់ទឹកចិត្តបានតាមលងបន្លាចរូបគាត់ស្ទើរគ្រប់ដង្ហើមចេញចូលរហូតលោកធ្លាប់សរសេរថាខ្ញុំជាមនុស្សដែលស្អប់សង្គមមនុស្សប៉ុន្តែមានចិត្តសប្បុរស Alfred Nobel បានចំណាយជីវិតតស៊ូជាមួយនឹងភាពផ្ទុយគ្នាដ៏ខ្មៅងងឹតដៃម្ខាងបង្កើតឧបករណ៍បំផ្លិចបំផ្លាញប៉ុន្តែបេះដូងម្ខាងទៀតបែរជាស្រឡាញ់សន្តិភាពលោកបានផ្ដល់មូលនិធិដល់ចលនាសន្តិភាពនិងកោតសរសើរអ្នកប្រាជ្ញអក្សរសាស្ត្រយ៉ាងខ្លាំងព្រោះអ្នកប្រវត្តិសាស្ត្រជឿថាលោកមានវិបដិសារីយ៉ាងជ្រាលជ្រៅចំពោះរបៀបដែលពិភពលោកយកការកែច្នៃរបស់លោកទៅប្រើនៅក្នុងផ្លូវអាក្រក់ការសម្រេចចិត្តចុងក្រោយនៅឆ្នាំ1895ត្រឹមតែមួយឆ្នាំមុនពេលលោកលាចាកលោក Alfred Nobel បានចុះហត្ថលេខាលើបណ្ដាំមរតកចុងក្រោយដែលធ្វើឲ្យមនុស្សគ្រប់គ្នាស្រឡាំងកាំងជំនួសឲ្យការផ្ទេរទ្រព្យសម្បត្តិដ៏មហិមារបស់ខ្លួនទៅឲ្យសាច់ញាតិលោកបែរជាបញ្ជាឲ្យយកទ្រព្យសម្បត្តិស្ទើរតែទាំងអស់នោះមកបង្កើតជាមូលនិធិសម្រាប់ពានរង្វាន់ដ៏ខ្ពង់ខ្ពស់បំផុតទៅវិញវាជារង្វាន់សម្រាប់បុគ្គលដែលបានបម្រើផលប្រយោជន៍ដ៏អស្ចារ្យដល់មនុស្សជាតិក្នុងវិស័យរូបវិទ្យាគីមីវិទ្យាវិទ្យាសាស្ត្រអក្សរសាស្ត្រនិងជាពិសេសគឺសន្តិភាពការសម្រេចចិត្តនេះបានធ្វើឲ្យសមាជិកគ្រួសារខ្លះខឹងសម្បារយ៉ាងខ្លាំងហើយរដ្ឋាភិបាលក៏មានការងឿងឆ្ងល់ជាពន់ពេកប៉ុន្តែសម្រាប់ Alfred ចិត្តរបស់លោកបានដាច់ស្រេចហើយលោកត្រូវបានប្តូរមរតកពីការបំផ្លិចបំផ្លាញមកជាការច្នៃប្រឌិតសម្រាប់ពិភពលោកវិញឲ្យខាងតែបានមរណភាពនិងការចាប់ផ្ដើមថ្មីនៅឆ្នាំ1896ក្នុងជន្មាយុ63ឆ្នាំ Alfred Nobel បានទទួលមរណភាពនៅប្រទេសអ៊ីតាលីដោយសារជំងឺដាច់សរសៃឈាមខួរក្បាលពិភពលោកដែលធ្លាប់បានដាក់រហស្សនាមឲ្យលោកថាជាអាជីវករនៃសេចក្តីស្លាប់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរការចងចាំជាថ្មីឈ្មោះ Nobel លែងជានិមិត្តរូបនៃគ្រាប់រំសេវទៀតហើយប៉ុន្តែវាคล้ายជាពានរង្វាន់ Nobel ដែលផ្ដល់ជូនជារៀងរាល់ឆ្នាំដល់បុគ្គលនិងអង្គការដែលហ៊ានផ្លាស់ប្ដូរពិភពលោកឲ្យកាន់តែប្រសើរពីអ្នកវិទ្យាសាស្ត្រអ្នកនិពន្ធរហូតដល់អ្នកកសាងសន្តិភាពឈ្មោះរបស់លោកឥឡូវនេះតំណាងឲ្យឧត្តមភាពនៃចំណេះដឹងនិងគុណធម៌ប៉ុន្តែប្រវត្តិសាស្ត្របានបង្រៀនយើងថាវាមិនមែនជារឿងសាមញ្ញពេកនោះទេព្រោះថាកិត្តិនាមដ៏ត្រចះត្រចង់នេះត្រូវបានកសាងឡើងដើម្បីលុបលាងនៅស្រមោលអតីតកាលដ៏ខ្មៅងងឹត Alfred Nobel ជាមនុស្សដែលមានពិភពពីរក្នុងខ្លួនតែមួយគាត់ជាអ្នកកវីផងនិងជាអ្នកផលិតអាវុធផងគាត់មានទ្រព្យសម្បត្តិវល់លានប៉ុន្តែចិត្តរបស់គាត់វិញឯកោរហូតដល់ថ្ងៃស្លាប់ភាពផ្ទុយគ្នាដ៏ធំបំផុតរបស់គាត់នោះគឺបើគ្មានការបំផ្លិចបំផ្លាញពីរំសេវនោះទេក៏គ្មានពានរង្វាន់ Nobel សន្តិភាពនាពេលបច្ចុប្បន្ននេះដែរវាគឺជាការដោះដូររវាងកំហុសនិងការលុបលាងជីវិតរបស់លោកបានបង្រៀនពិភពលោកថារបបកំហើញដែលយើងរកឃើញមិនអាចកំណត់កេរ្តិ៍ឈ្មោះរបស់យើងបានទេប៉ុន្តែមរតកដែលយើងជ្រើសរើសបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយទៅវិញទេដែលជាអ្នកកំណត់កេរ្តិ៍ឈ្មោះរបស់យើងបាន
សម្រាប់លោកអ្នកវិញតើលោកអ្នកចង់ឲ្យពិភពលោកចងចាំរូបលោកអ្នកដោយរបៀបណានៅពេលដែលលោកអ្នកលាចាកលោកនេះទៅ